ការវាយប្រហារ9ទីតាំងដំណើរគ្នាលើប៉ុស្តិ៍ក្រមប្រឹក្សាយោធាមីងអង្លៀងលើផ្លូវ Highway យ៉ាងកូននិងម៉ាន់ដាលេចាស់នៅព្រឹកព្រលឹមថ្ងៃទី25ខែមិថុនាកងទ័ពក្រោមការបញ្ជារបស់កងកម្លាំងការពារប្រជាជនហៅកាត់ថា PDF តំបន់ប្រតិបត្តិការទី2និងកងទ័ពរំដោះជាតិការ៉ែនហៅកាត់ថា KNLA ក្នុងពេលដំណើរគ្នាបានវាយលុកទីតាំងក្រុមប្រឹក្សាយោធាមីងអង្លៀងចំនួន9ទីតាំងនៅលើផ្លូវ Highway យ៉ាងកូននិងម៉ាន់ដាលេចាស់ក្នុងស្រុកយ៉ាងឡាយវីនឃ្យូតុងនិងទីប្រជុំជនភូភៀកបាកូការវាយប្រហារនេះបណ្ដាលឲ្យស្លាប់សមាជិកក្រុមប្រឹក្សាយោធាមីងអង្លៀងយ៉ាងហោចណាស់20នាក់និងជាច្រើនអ្នកទៀតបានរងរបួសនិងបានចាប់ខ្លួនធ្វើជាអ្នកទោសសង្គ្រាមចំនួន3នាក់ក្នុងនោះរួមមានទាំងមន្ត្រីប៉ូលីសម្នាក់ទៀតផងដែរក្នុងពេលប្រយុទ្ធអាវុធធុនធ្ងន់16ដើមអាវុធធុនតូចគ្រាប់រំសេវនិងសម្ភារៈយោធាមួយចំនួនធំត្រូវបានរឹបអូសផងដែរក្នុងអំឡុងពេលការវាយប្រហារនោះនៅខាងកងកម្លាំងបដិវត្តន៍ទាហានម្នាក់ត្រូវបានសម្លាប់និង2នាក់ផ្សេងទៀតបានរងរបួសការវាយប្រហារត្រូវបានអនុវត្តដោយតំបន់ប្រតិបត្តិការលេខ2នាយកដ្ឋានយោធាភូមិភាគបាកូយុទ្ធសាស្ត្រ24ជួរណាកានីកងវរៈសេនាតូចអាឡាវ៉ាកាកងវរៈសេនាតូចលេខ3503កងកម្លាំងភូហៅកាត់ថា PKA និងកងកម្លាំងយុទ្ធសាស្ត្រ25កងវរៈសេនាតូចលេខ3702ជួរអ្នកចម្បាំងនីតិខរដូវកងវរៈសេនាតូច296កងវរៈសេនាតូចកងពលធំ KNLA បាត់ស្តាតេហ្គីនិងកងវរៈសេនាតូចតាវគីកាំងក្រុមអ្នកបដិវត្តទាំងនេះបានធ្វើការវាយប្រហារ9ទីតាំងដំណើរគ្នាទៅលើប៉ុស្តិ៍ក្រុមប្រឹក្សាយោធានៅលើផ្លូវ Highway យ៉ាងកូនកងកម្លាំងការពារប្រជាជនហៅកាត់ថា PDF នាយកដ្ឋានយុទ្ធភូមិភាគបាកូកំពុងបង្កើនប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់បាកូហើយកំពុងអំពាវនាវដល់សាធារណជនឲ្យសហការគ្នា